សូមលំអរកាយគោរពនឹងជំរាបសួរសម្ដេចអាយដាមលោកជំទាវអស់លោកស្រីអ្នកនាងកញ្ញាប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីសូមស្វាគមន៍សាជាថ្មីក្នុងកម្មវិធីប្រជាជននឹងច្បាប់របស់ស្ថានីយ៍ទូរទស្សន៍អាស៊ីអាគ្នេយ៍ដែលជារៀងរាល់សប្តាហ៍កម្មវិធីប្រជាជននឹងច្បាប់គឺតែងតែលើកយកនៅសាច់រឿងខ្លីៗដែលតាក់ទងទៅនឹងការអប់រំជាពិសេសគឺតាក់ទងទៅនឹងច្បាប់នៅក្នុងប្រជាជាតិកម្ពុជាហើយតាមរយៈសាច់រឿងខ្លីៗនេះផងដែរកម្មវិធីរបស់យើងផលិតឡើងដើម្បីឆ្លុះបញ្ចាំងពីខ្សែជីវិតពិតរបស់បងប្អូនប្រជាពលរដ្ឋក៏ដូចជាចូលរួមកសាងនីតិរដ្ឋនៅកម្ពុជាឲ្យកាន់តែល្អប្រសើរផងដែរចា៎ដូច្នេះចង់ដឹងថានៅក្នុងសប្តាហ៍នេះកម្មវិធីរបស់យើងលើកយកនៅសាច់រឿងអ្វីហើយតាក់ទងនឹងច្បាប់អ្វីនោះដូច្នេះសូមអញ្ជើញអស់លោកស្រីនាងកញ្ញារីករាយតាមដានទស្សនាដោយមិត្តរីការស៊ីសំណូកគឺជាបទល្មើសនៃការប្រព្រឹត្តអំពើពុករលួយបងជួយអីឆោមថ្ងៃហ្នឹងរកថៃបានអត់ហ្នឹងបងបានច្រើនហើយតាមកជាស្លោះខ្លាយឲ្យតែមួយឯងឲ្យមិនពេលនេះពេញចិត្តអត់ចាប៉ុណ្ណឹងបានទេបងអរគុណច្រើនចាំបងរត់ទៅណាដល់ហើយគូក្រងអស់មួយជីវិតត្រេងទៅស្រួយប្រហែលជាមួយជូរផលិតឆ្ងាញ់ហ្នឹងមកសុំចានបានអត់បានតាឲ្យតែមួយឯងទៅស៊ីម៉ៅយំទៅបងបាយបិណ្ឌអត់យំទៅបងបាយបិណ្ឌកុំភ្លេចឲ្យបាយទៅបានច្រើនចុះបងឯងអត់ចេះធ្វើទេបងចេះតើតែបើថាចង់ជាប់និស្ស័យជាមួយខ្លួនឯងចឹងណាចាំខ្ញុំប្រាប់ម៉ែខ្ញុំបើគាត់ដើរបានច្រើនតែវិចចាំដើរជាមួយបងស៊ីម៉ៅមកពេលបុណ្យប្រជុំហ្នឹងចង់ទៅលេងវត្តណាខ្ញុំអត់ដឹងដែរស្រាប់តែលោកយាយក៏ទៅវត្តណាខ្ញុំទៅវត្តហ្នឹងដែរចុះបងឆោមឯងនៅឯងទៅវត្តណាបងក៏ទៅដែរហេឆោមអូយឃើញពូមកលឹងអាប់គេល្អកល្អឿននឹងកូនកំមុំគេណាណោះមានណានិយាយលេងហ្នឹងមានចិត្តលើកូនកំមុំគេហើយមើលទៅទេខ្ញុំក៏អាចចង់ចិត្តនិយាយអញ្ចឹងអាយុប្រហែលហើយខ្ញុំអាយុ17ឆ្នាំពូ17ឆ្នាំបាទអូចំណែកស៊ីម៉ៅខ្ញុំ15ឆ្នាំ15ឆ្នាំចាពួកឯងទាំងពីរនាក់ហ្នឹងអត់តាន់គ្រប់ការទេខ្ញុំគាត់នៅមើលទៅក្នុងចិត្តសិនតាពូហើយចុះស៊ីម៉ៅវិញ
ខ្ញុំក៏ចង់ដែរពង ម៉ែវាអ៊ុយអ៊ីណាដៃកេះខ្ញុំ ហេមួយថ្ងៃសួរតែរឿងដៃកេះ ហីគាត់ ខ្លួនឯងទៅសួរមករកគេ គាត់ថាដៃកេះមួយក៏ទុកដាក់មិនបានដែរលោកបាក់នេះពិបាកមកហើយ មកពីកំណត់ឲ្យវាឯងកើតហ្នឹងណាអីមកសួរស្អីមកសួរគូរ៉េមីងវីម៉ែខ្ញុំណាឲ្យមកហៅឲ្យពូឲ្យមីងទៅជួបគាត់ ទៅម៉ែវាឯងទៅជួបគេទៅ ទេខ្ញុំមកមានការបន្តិច មានការស្អីទៅណាខ្ញុំក៏មានការទៅជួបគេនៅខាងក្រៅដែរ ធ្វើមិនទៅបើពួកខ្ញុំរវល់អញ្ចឹងខ្ញុំមិនដឹងទេរឿងរវល់របស់ពូរីមីងវីឯងខ្ញុំមិនដឹងតែម៉ែខ្ញុំគ្រាន់តែផ្ដាំថាត្រូវធ្វើមិនឲ្យពូឲ្យមីងហ្នឹងណាទៅជួបគាត់ដាច់ខាតបើមិនទៅទេយ៉ាត់មានរឿងធំខ្ញុំមិនដឹងឯងទៅទេឯងទៅទៅ ឯងទៅថាឯងទៅទៅ ថាឯងទៅមិនទៅទេ ហើយមិនហ្នឹងណាទៅខ្ញុំមិនដឹងទេតែលុយឆាប់សងណាបើមិនសងទេម៉ែខ្ញុំក៏ប្តឹងហើយណាប្រាប់ឲ្យហើយខ្ញុំទៅវិញហើយ ឥឡូវមិនគិតរកលុយពីណាមកសងគេ សូមមេត្តាកុំគិតឲ្យខ្ញុំហ្នឹងតែខ្ចីលុយម៉ែទៀតណា យីអើមានឲ្យឯងនឹងទៅរកម៉ែណា ម៉ែចាស់ហើយបើមិនបានអីទិញជូនគាត់ណាកុំតែទៅចម្រិតពីគាត់បានហើយ ណែហុយមិនក៏ឯងមិនទៅខ្ចីពីបងប្អូនជិតអូនមួយឯងទៅព្រោះរាល់ដងដល់ខ្ចីអត់ដែរបានទេតែរលលើកហ្នឹងគេឲ្យ ខ្ញុំមុខក្រាទៅខ្ចីវា បើមិនទៅខ្ចីចាំឲ្យគេអូសកឡើងតឡាការទាំង2ទាំង3ហ្នឹងទៅ មកពីកំណត់ឯងមិនកើតបានជាគេមិនឲ្យ យីអើអ្វីមាត់ច្រើនម៉េចទៅ ហៀងអើយហៀងមានអ្នកណានៅផ្ទះហេហៀងអើយបងហៀងវិញខ្ញុំនៅនេះបងឯងទៅមកពីណាហ្នឹងបងខ្ញុំទៅមកពីសួរសុខទុក្ខប្រពន្ធបងសោមហ្នឹងណាហើយមានអ្នកណាកើតអីហ៎មានណាកើតអីបងប្រពន្ធសោមគាត់ទៅឆ្លងតលេហើយគាត់ទៅមកពីសម្រាប់ទីមន្ទីរពេទ្យហ្នឹងណាហើយបងមួយបានកូនស្រីធ្លោះហើយបងមានការអីហ៎គឺបងហ្នឹងមានបញ្ហាបន្តិចអត់អីលើបងចូលទៅក្នុងផ្ទះសិនមកបងហ្នឹងហើយមើលមានការអីគឺបងមានរឿងបន្តិចបន្តួចមានរឿងអីទៀតហ៎គឺរឿងលុយហ្នឹងណារឿងហ្នឹងណាបើបងមិនដោះស្រាយភ្លាមទេមុខជាអាម៉ាស់មុខហើយយ៉ាងម៉េចដៃបងឯងធ្វើរឿងអីប្រេះផ្ដាស់ទៀតហើយមែនទេមកពីបងហ្នឹងរកស៊ីមិនកើតមុខរបស់បងហ្នឹងមិនកាក់កបសោះមិនដែលកើនឡើងទេមានតែចេះតែខាតទៅមិនដៃបងឯងជួយបំផ្លាញបងឯងទៀតហើយមែនទេគាត់រៀងចាលហើយតើតអស់គូខោអញ្ចឹងបានរៀងចាលហើយមិនបងឯងមកឲ្យខ្ញុំជួយអីគឺមកចង់ខ្ចីលុយហ្នឹងណាយកទៅសងគេហ្នឹងណាថាមិនសងគេទៀតទេគឺជាពាក់ចាបួយហ្នឹងណាថ្លៃទិញរបស់របររកស៊ីហ្នឹងណាមិនបងឯងឡងចង់ទៀតហើយអូយនៅសល់បន្តិចបន្តួចលក់សងគេហ្នឹងមិនគ្រាន់ផងហើយចុះសីម៉ៅវាធំហើយមិនឲ្យវាទៅធ្វើការរកស៊ីដើម្បីជួយបងឯងទៅអូយគ្នាក្មេងហ្នឹងអាយុតែ5 10ឆ្នាំហ្នឹងមិនទាន់មានអត្តសញ្ញាណប័ណ្ណផងហ្នឹងក្មេងអីប៉ុណ្ណឹងខ្ញុំទៅមកពីផ្ទះលបងសៅមិញឬគាត់ថាគាត់រកពលករធ្វើការនៅបរទេសប៉ុណ្ណឹងសីម៉ៅទៅបានហើយអញ្ចឹងប៉ាន់សីម៉ៅហ្នឹងអាចធ្វើការបានដែរ
ប្រិយមិត្តទស្សនិកជនជាទីគោរពនិងជាទីមេត្រីការងារគឺជាជីវិតនិងការរីកចម្រើនរបស់មនុស្សកាលណាមនុស្សមានភាពចម្រុងចម្រើនហើយនោះសង្គមក៏មានការរីកចម្រើនដែរដូច្នេះការមានការងារធ្វើដើម្បីរស់និងការជ្រើសរើសការងារដោយសេរីគឺជាសិទ្ធិរបស់មនុស្សគ្រប់រូបតួយ៉ាងស្រីម៉ៅគឺជាតួអង្គនៅក្នុងសាច់រឿងរបស់យើងនេះបានបង្ហាញឲ្យឃើញពីសេចក្តីសោកអាល័យដែលកើតចេញពីបេះដូងនៃយុវតីដែលទើបតែមានអាយុ15ឆ្នាំប៉ុណ្ណោះដោយស្ថានភាពនៃជីវភាពក្រុមគ្រួសារបានជំរុញឲ្យនាងទៅធ្វើការនៅទីកន្លែងឆ្ងាយពីទឹកដីដែលជាទីស្រឡាញ់របស់ខ្លួនតើនេះគឺជាបញ្ហាដែលបង្កឲ្យមានការស្មុគស្មាញដល់កម្រិតណាដើម្បីចង់ដឹងកាន់តែច្បាស់នោះសូមអញ្ជើញអស់លោកស្រីអ្នកនាងកញ្ញារីករាយតាមដានទស្សនាជាបន្តទៀតដូចតទៅ